មានក្រុមចៅមួយក្រុមដែលមានគ្នា3នាក់បានចូលប្លន់ធនាគារមួយកន្លែងចៅដែលមានបទពិសោធន៍ច្រើនជាងគេបាននិយាយថាពួកយើងធ្វើតាមផែនការពួកយើងរៀបចំទុកផែនការរបស់ពួកយើងគឺលុយសំខាន់ជាងគេអ្វីផ្សេងកុំខ្វល់ខ្ញុំដូចជា$20នេះគឺជាលើកទី1សម្រាប់ខ្ញុំនេះកុំបារម្ភពួកយើងប្លន់លើកនេះជោគជ័យពួកយើងនឹងខ្លាចជាអ្នកមានតោះពួកយើងnóiស្ងៀមជីវិតជារបស់ពួកឯងលុយជារបស់យើងឆាប់ប្រមូលលុយដល់ក្នុងកាបូបនេះភ្លាមពុំដូច្នោះទេយើងនឹងសម្លាប់ចោលទាំងអស់បានខ្ញុំនឹងបញ្ជាឲ្យគេធ្វើតាមលោកប្រាប់កុំតែសម្លាប់ខ្ញុំបានហើយnóiស្ងៀមយើងត្រូវការតែលុយប៉ុណ្ណោះជីវិតយើងមិនត្រូវការតែបើប្រឆាំងគឺស្លាប់សូមទិសាភាពថយក្នុងបន្តិចនេះជាការប្លន់មិនមែនជាការរំលោភរាងកាយនោះទេជាអាចោឈួតនេះរាប់ចំនួនលុយដែលចៅបានយកថងហើយទៅផ្ដល់ដំណឹងឲ្យខ្ញុំនៅក្នុង office បានរកធានA few moments later. រកប្រធានលុយដែលចៅបានយកទៅគឺមានចំនួន$130,000ព្រឹកស្អែកឯងទាំងប៉ោះប៉ូលីសដាក់ពាក្យបណ្ដឹងនិងផ្ដល់ព័ត៌មានឲ្យសារព័ត៌មានប្រាប់ថាចៅបានប្លន់លុយពីធនាគាររបស់យើងចំនួន$50,000ហាមិនកាន់ធ្វើអញ្ចឹងលោកប្រធានធ្វើតាមដែលយើងប្រាប់ទៅបន្ទាប់មកឯងមកបើកលុយពីយើងចោលខ្ញុំយល់ហើយលោកប្រធានOkay. It's the motherfucking Eagle Double G. Snoop Dogg. ចៃយោយើងប្លន់បានសម្រេចហើយអស់ពួកយើងរាប់លុយដែលបានប្លន់ទុកហើយចែកជាចំណែកតាមទូនាទីរបស់ពួកយើងលុយច្រើនអញ្ចឹងរាប់នាំតែហត់ទេចាំមើលតែសារព័ត៌មានគិតផ្សាយថាបានអស់ប៉ុន្មានគឺប៉ុណ្ណឹងហើយដែលយើងទទួលបានមានក្រុមចៅមួយក្រុមដែលមានគ្នា3នាក់ប្រដាប់អាវុធគ្រប់ដៃបានចូលប្លន់ធនាគារមួយកន្លែងបានសម្រេចហើយបានប្លន់យកលុយបានចំនួន$50,000ហេតុអីវាច្រើនយ៉ាងនេះវ៉ាញរាប់លុយសាកមើលមើលហ៎1 hour later. បងរាប់ឃើញតែ$130,000ទេពុទ្ធមយើងយកជីវិតទៅបដូរនឹងលុយនេះបានត្រឹមតែ$13,000ប្រធានធនាគារកាន់តែចង់បិទមួយដើមអាចយកបាន$37ចំណេះដឹងនឹងទូនាទីពិតជាមានប្រយោជន៍ជាងប្រើកម្លាំងមែនមិននឹកស្មានថាប្រធានធនាគារមួយនោះវាចេះរុញទូកបណ្ដោយទឹកអញ្ចឹងសោះយើងពិតជាសរសើរវាមែន